ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកប្រធានបទមួយមកបកស្រាយថាតើហេតុអ្វីបងប្អូនទាំងអស់គ្នាត្រូវបរិភោគអំបិលស្ករនិងខ្លាញ់តិចការបរិភោគអំបិលស្ករនិងខ្លាញ់តិចគឺដើម្បីរក្សាសុខភាពនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងអញ្ចឹងចំណុចទី1ការបរិភោគអំបិលច្រើនធ្វើឲ្យបងប្អូនទាំងអស់គ្នាឡើងនៅសម្ពាធឈាមខ្ពស់បង្កើនហានិភ័យកាំបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលបរិមាណដែលបងប្អូនគួរបរិភោគតិចជាង5ក្រាមស្មើនឹង1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃចំណុចទី2គឺការបរិភោគស្ករច្រើនបណ្ដាលឲ្យបងប្អូនឡើងទម្ងន់កើតមានជំងឺទឹកនោមផ្អែមធ្មេញពុកនិងមានបញ្ហាបេះដូងបរិមាណដែលគួរតែបរិភោគគឺតិចជាង10%នៃកាឡូរីប្រចាំ